តារាចម្រៀងតនច័ន្ទស្រីម៉ារំលឹកពីការតស៊ូនិងលើកទឹកចិត្តបងប្អូនចំនួនក្រោយស្រាប់ពេលកំពុងធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រឡងចម្រៀង Rap Campo Rapper កញ្ញាតនច័ន្ទស្រីម៉ាដែលជាតារាចម្រៀងលេចធ្លោប្រចាំនៅក្នុងផលិតកម្ម Galaxy នវត្រាបានរំលឹកពីការតស៊ូនិងបានផ្ដាំផ្ញើទៅកាន់បងប្អូនចំនួនក្រោយកុំបោះបង់ក្តីស្រមៃរបស់ខ្លួនមកទល់ពេលនេះកម្ពុជាតារាចម្រៀងតនច័ន្ទស្រីម៉ាបានឈរនៅលើលំដាប់កម្ពុជាដែលខ្លួនចង់បានហើយបទចម្រៀងនាងជាច្រើនក៏ទទួលបានការពេញនិយមនិងការគាំទ្រច្រើនពីមហាជននៅក្នុងនិងក្រៅប្រទេសប៉ុន្តែមុននឹងឈានជើងដល់សប្តាហ៍ថ្ងៃនេះជីវិតនាងក៏ជួបនូវឧបសគ្គជាច្រើនផងដែរកញ្ញាតនច័ន្ទសីមាបានរំលឹកពីប្រវត្តិតស៊ូខ្លះៗរបស់ខ្លួននៅលើវិស័យចម្រៀងនេះឲ្យអ្នកគាំទ្របានដឹងថាដោយនាងបានរៀបរាប់នៅលើ Facebook របស់ខ្លួនថាខ្ញុំជឿលើអ្វីដែលខ្ញុំបានប្រឹងប្រែងខិតខំតស៊ូមិនបោះបង់មិនទន់ជ្រាយអបគុណបងប្អូននិងអ្នកទាំងអស់គ្នាជំវិញខ្លួនខ្ញុំសម្រាប់ក្តីស្រឡាញ់ផ្ដល់ឱកាសកម្លាំងចិត្តជ្រាលជ្រៅខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងធ្វើបានសម្រេចនូវក្តីស្រមៃរបស់ខ្លួននៅក្នុងថ្ងៃណាមួយដូចខ្ញុំផ្ដល់សង្ឃឹមចិត្តឲ្យណាក្រៅពីអាជីពចម្រៀងកញ្ញាតនច័ន្ទស្រីម៉ាក៏បានពិពណ៌ខ្លួនមួយជំហានទៀតខ្លះទៅជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រឡងចម្រៀង Rap Campo Rapper ថ្មីត្បិតតែមើលទៅនាងនៅក្មេងខ្ចីបន្តិចក៏ពិតមែនប៉ុន្តែខ្លួននាងពោពេញទៅដោយសមត្ថភាពនិងទេពកោសល្យខាងផ្នែកចម្រៀងរហូតទទួលបានការស្រឡាញ់និងការគាំទ្រច្រើនពីមហាជនគួររំលឹកផងដែរថាកញ្ញាតនច័ន្ទសីមាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងឆ្នាំ2022បើទោះបីជាមមាញឹកនៅក្នុងការងារសិល្បៈនាងមិនបានបោះបង់ការសិក្សារបស់ខ្លួនចោលឡើយផ្ទុយទៅនាងបានខិតខំប្រឹងប្រែងសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រតាមក្តីស្រមៃ